ថ្ងៃនេះថ្ងៃឧបោសថសិល15កើតពេញបូរមីនៃបុណ្យមហាវិសាខបូជាសូមប្រជាពុទ្ធបរិស័ទញាតិញោមជ្រះថ្លាអនុមោទនាពិធីបុណ្យវិសាខបូជាប្រព្រឹត្តទៅនៅហេតុសំខាន់3យ៉ាងទី1ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូតនៅថ្ងៃ15កើតពេញបូរមីខែវិសាខឆ្នាំចទី2ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងនៅថ្ងៃ15កើតពេញបូរមីខែវិសាខឆ្នាំរកាទី3ជាថ្ងៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បរិនិព្វាននៅថ្ងៃ15កើតពេញបូរមីខែវិសាខឆ្នាំម្សាញ់ទាំង3នេះសុទ្ធសឹងតែជាព្រឹត្តិការណ៍ធំសំខាន់ដែលយើងប្រារព្ធពិធីបុណ្យវិសាខបូជានេះឡើងសូមញាតិញោមប្រជាពុទ្ធបរិស័ទទាំងអស់